ថ្ងៃនេះខ្ញុំបានសូមនាំអារម្មណ៍បងប្អូនមកដំណើរកម្សាន្តទៅរមណីយដ្ឋានប្រវត្តិសាស្ត្រមួយដែលមានចម្ងាយពីរាជធានីភ្នំពេញប្រមាណ145គីឡូម៉ែត្របងប្អូនអាចធ្វើដំណើរពីភ្នំពេញមកខេត្តពោធិ៍សាត់ដល់គីឡូទីប្រហែលជា132បងប្អូនងាកមកខាងឆ្វេងមកបងប្អូននឹងឃើញស្លាកដាក់ថារមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំនេសាទបងប្អូនអាចចូលតាមច្រកនឹងប្រមាណជា12គីឡូម៉ែត្រហើយរមណីយដ្ឋានប្រវត្តិសាស្ត្រនេះចាប់ផ្ដើមពីការកសាងដល់លើប្រហែលជាខ្ទង់2ឆ្នាំជាងហើយដោយមានការព្រួយផ្ដើមពីអាយដាមថ្នាក់ដឹកនាំនៃអគ្គិសនីកម្ពុជាបងប្អូនអាចធ្វើដំណើរតាមផ្លូវវីតុងហ្នឹងយើងអាចជាប់មួយជាងទៀតយើងអាចបើកឡានទៅដល់លើបានប៉ុន្តែដើម្បីយើងបានថតបានច្រើននិងអង្គុយគុណទីស្ពីបានច្រើនបងប្អូនអាចដើរតាមផ្លូវវីតុងទៅដើម្បីមានអាចថតបានទេសភាពផ្សេងដែលបងប្អូនចង់ទស្សនាហើយនឹងថតរូបកម្សាន្តទុកជាអនុស្សាវរីយ៍បងប្អូនអញ្ជើញមកបងប្អូនអាចខ្ចប់ជាម្ហូបអាហារឬភេសជ្ជៈសម្រាប់ខ្លួនឯងសម្រាប់អាហារថ្ងៃត្រង់អញ្ចឹងណាប៉ុន្តែទីអត់ទាន់មានលក់អីទេបាទហើយនៅទីនោះមានជាកញ្ចុះដែរដែលបងប្អូនអង្គុយសម្រាប់ហូបបាយថ្ងៃធំហូបបាយល្ងាចបានតាមអ្វីដែលបងប្អូនចង់ណាហើយនៅទីនេះបងប្អូនឃើញទេសភាពស្អាតកប់ពេលភ្លៀងវិញមិននិយាយទុំភ្លៀងហើយបងប្អូនមានឃើញរូបនេះដែលខ្ញុំស៊ូមឲ្យបងប្អូននេះគឺជាប៉មដែលកំពុងតែធ្វើណាពេលធ្វើហើយបងប្អូនអាចឡើងលើនឹងដើម្បីថតរូបយកទេសភាពពីចម្ងាយរហូតយើងអាចមើលដល់ឃើញបឹងទន្លេសាបផងដែរហើយរូបខ្ញុំមកនេះមកដូចយ៉ាងព្រឹកដែរហើយទេសភាពឡើងខៀវស្ងាត់ដោយសារតែទើបតែភ្លៀងរួចអញ្ចឹងទេសភាពមើលទៅជាក់ភ្នែកហ្មង
នឹងของនេះឬថាមានទេសភាពក៏ទៀតយើងអាចបើកឡានឡើងតាមផ្លូវឡានណាទីនោះមានផ្ទាំងថ្មធំៗបើយើងអាចមើលទេសភាពទៅវាពីយូរស្អាតណាស់ហើយនឹងមានផ្ទះលើដើមឈើធ្វើដើម្បីពីបងប្អូនឡើងទៅយើងអាចថតផ្ទះលើនេះបានណាផ្ទះលើដើមឈើនិយាយពីផ្លូវវិញគឺអត់អីជាដីហោមហើយមានដើមឈើហោមសងខាងនៅពេលយើងធ្វើដំណើរទៅណាសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាហើយសូមជួយ Subscribe ដើម្បីទទួលបានវីដេអូបន្ថែមទៀតសូមអរគុណ